ទី8ខែតុលាឆ្នាំ2025យើងហ្នឹងអត់អឺថៃនឹងដោះលែងទាហានខ្មែរ18នាក់អឺក្រោយកិច្ចព្រមព្រៀងសន្តិភាពហត្ថលេខារដ្ឋមន្ត្រីក្រសួងការបរទេសលោកឧបនាយរដ្ឋមន្ត្រីប្រាក់សុខុនបានឲ្យដំណឹងថាថៃនឹងសន្យាការដោះលែងទាហានខ្មែរ18នាក់មកវិញក្រោយកិច្ចព្រមព្រៀងរកសន្តិភាពចុះហត្ថលេខាចុងខែតុលាយើងនឹងខ្ញុំមានមោទនភាពណាស់ដែលថៃធ្វើទៅតាមច្បាប់ហើយសូមឲ្យទាហានទាំង18នាក់របស់យើងនឹងគាត់មកវិញមានទាហាន18នាក់ខ្ញុំសង្ឃឹមថាពួកគាត់នឹងមានសុខភាពល្អនិងគ្មានការរបួសស្នាក់ស្នាមដោយទាហានដែលដោះលែងពីមុនឡើយដែលថាមានសតិមិនគ្រប់គ្រាន់នឹងពិបាកយល់ណាស់ហើយប្រជាពលរដ្ឋយើងមួយចំនួនឈឺចាប់ដោយសារតែពួកថៃដែលវាហ៊ានធ្វើដាក់នឹងដោយលើធានខ្មែរយើង